មួយអ្នកនៅថ្ងៃនេះគឺមកពីបរិសម្នាក់ដែលបានស្លាប់ហើយត្រូវបានបង្ហាញអំពីគ្រោះមហន្តរាយដែលនឹងកើតឡើងក្នុងពេលឆាប់នេះនៅលើភពផែនដីនេះគាត់បានផ្ញើរឿងនេះជាការព្រមានដល់មនុស្សគ្រប់គ្នាដែលចង់ស្ដាប់ដូច្នេះប្រសិនបើអ្នកកំពុងស្ដាប់រឿងនេះសូមខ្ញុំសូមអង្វរអ្នកឲ្យមើលដល់ចប់ដើម្បីកុំឲ្យអ្នកខកខានផ្នែកសំខាន់បំផុតនៃទីបន្ទាល់នេះមុនពេលខ្ញុំចាប់ផ្ដើមយើងនឹងចង់ដឹងថាតើអ្នកកំពុងស្ដាប់ពីណាតាមវិធីនេះយើងអាចភ្ជាប់ទំនាក់ទំនងគ្នាជាគ្រួសារតែមួយហើយក៏ចុច like និង share វីដេអូនេះទៅកាន់អ្នកដែលអ្នកស្រឡាញ់ផងដែរឥឡូវនេះចូលយើងស្ដាប់ទីបន្ទាល់ខ្ញុំឈ្មោះម៉ាក់ហើយខ្ញុំចង់ប្រាប់អ្នកពីរឿងមួយដែលបានកើតឡើងចំពោះខ្ញុំដែលខ្ញុំនៅតែរកពាក្យនិយាយមិនឃើញមិនមែនដោយសារតែខ្ញុំមិនចាំវាទេខ្ញុំចាំរាល់ព័ត៌មានលម្អិតរឿងនេះបានកើតឡើងចំពោះខ្ញុំប្រហែល2ឆ្នាំមុនខ្ញុំមានអាយុ44ឆ្នាំខ្ញុំមិនមែនជាមនុស្សល្អឥតខ្ចោះទេខ្ញុំមិនមែនជាគ្រូកង្វល់ឬហោរាឬនរណាម្នាក់ពិសេសនោះទេខ្ញុំគ្រាន់តែជាម៉ាក់ជាបុរសធម្មតាម្នាក់ដែលទៅព្រះវិហារពេលខ្លះហើយអធិស្ឋាននៅពេលដែលមានការលំបាកហើយភាកច្រើនព្យាយាមរក្សាភាពស្ងប់ស្ងាត់និងរស់នៅជីវិតរបស់ខ្ញុំបានជឿលើព្រះដូចមនុស្សជាច្រើនដែរវាហាក់ដូចជានៅផ្ទៃខាងក្រោយដូចជាសំណាញ់សុវត្ថិភាពមួយអ្នកដឹងទេនៅទីនោះប៉ុន្តែអ្នកមិនគិតដល់វាទេរហូតដល់អ្នកដួលនោះគឺជាខ្ញុំនោះហើយជាខ្ញុំនៅពេលដែលរឿងនេះកើតឡើងខ្ញុំចង់និយាយដោយស្មោះត្រង់អំពីរឿងនោះព្រោះខ្ញុំគិតថាវាសំខាន់ខ្ញុំធ្លាប់មិនស្វែងរកចក្ខុវិស័យទេខ្ញុំមិនបានដុំអាហារទេខ្ញុំមិនបានអធិស្ឋានយ៉ាងស៊ីជម្រៅឬចូលរួមក្នុងការដកថយខាងវិញ្ញាណណាមួយឡើយខ្ញុំហត់នឿយណាស់ខ្ញុំបានធ្វើការច្រើនម៉ោងក្នុងសប្តាហ៍នោះហើយខ្ញុំបានដេកនៅរសៀលថ្ងៃប្រហបត់ដើម្បីសម្រាកភ្នែកមួយរយៈហើយមានអ្វីមួយបានកើតឡើងដែលបានផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងអំពីរបៀបដែលខ្ញុំមើលឃើញពិភពលោកនេះនិងអ្វីដែលខ្ញុំជឿថានឹងមកដល់ខ្ញុំចង់ឲ្យអ្នកនៅជាមួយខ្ញុំព្រោះអ្វីដែលខ្ញុំបានជួបប្រទះមិនមែនជាសុបិនទេខ្ញុំដឹងពីភាពខុសគ្នាយើងទាំងអស់គ្នាដឹងពីភាពខុសគ្នានៅពេលអ្នកភ្ញាក់ពីសុបិនអារម្មណ៍នោះនឹងរសាត់បាត់ទៅវិញក្នុងរយៈពេលប៉ុន្មាននាទីហើយដល់ពេលថ្ងៃត្រង់អ្នកស្ទើរតែមិនចាំថាវាជាអ្វីទេអ្វីដែលបានកើតឡើងចំពោះខ្ញុំមិនបានរសាយបាត់សូម្បីតែមួយថ្ងៃឡើយបើមានអ្វីកើតឡើងវាកាន់តែមានភាពរស់រវើកតាមពេលវេលាដូចជាអត្ថន័យរបស់វានៅតែបន្តលាតត្រដាងដូចជាវាធំសម្បើមដល់ថ្នាក់ដែលចិត្តខ្ញុំនៅតែចាប់យកអ្វីដែលខ្ញុំបានឃើញដូច្នេះសូមឲ្យខ្ញុំប្រាប់អ្នកថារឿងដំបូងដែលខ្ញុំកត់សម្គាល់ឃើញគឺថាខ្ញុំនៅកន្លែងណាមួយខ្ពស់មិនដូចជាការឈរនៅលើភ្នំទេវាដូចជាខ្ញុំត្រូវបានគេព្យួរដូចជាខ្ញុំត្រូវបានគេព្យួរនៅលើអាកាសដូចជាសត្វស្លាបត្រូវបានលើកឡើងលើករន្ធទឹកងាយស្រួលមិនដួលមិនភ័យខ្លាចខ្ញុំអាចមើលឃើញផែនដីនៅខាងក្រោមខ្ញុំហើយនៅពេលដែលខ្ញុំនិយាយថាផែនដីខ្ញុំមិនមានន័យថាបំណែកតូចមួយរបស់វាទេខ្ញុំចង់មានន័យថាផែនដីពិតប្រាកដមានរាងកោងនៅគែមពណ៌ខៀវនិងពណ៌ត្នោតពណ៌បៃតងនិងពណ៌អ្វីទាំងអស់លាតសន្ធឹងនៅខាងក្រោមខ្ញុំដូចជាអ្វីមួយដែលអ្នកអាចមើលឃើញនៅក្នុងរូបថតពីលំហអាកាសលើកលែងតែខ្ញុំនៅខាងក្នុងបទពិសោធន៍នោះមិនបានមើលរូបភាពទេខ្ញុំអាចមានអារម្មណ៍ថាខ្យល់ខ្ញុំអាចមានអារម្មណ៍ដូចជាខ្យល់លើកលែងតែពេលមួយវាត្រជាក់ហើយពេលមួយទៀតវាក្តៅវាគ្រាន់តែមានវត្តមានដូចជាបរិយាកាសខ្លួនឯងនៅរស់រវើកនិងមានដង្ហើមហើយដំបូងឡើយវាស្រស់ស្អាតនោះជាពាក្យស្មោះត្រង់តែមួយគត់វាគឺជារឿងដ៏ស្រស់ស្អាតបំផុតដែលខ្ញុំធ្លាប់បានឃើញក្នុងជីវិតរបស់ខ្ញុំស្អាតជាងកន្លែងណាដែលខ្ញុំធ្លាប់បានទៅស្រស់ស្អាតជាងថ្ងៃលិចណាទាំងអស់ស្រស់ស្អាតជាងអ្វីទាំងអស់ដែលពិភពលោកនេះធ្លាប់បានផ្ដល់ឲ្យខ្ញុំផែនដីពីកម្ពស់នោះពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ហើយខ្ញុំចាំថាបានឈរនៅទីនោះឬអន្តែតនៅទីនោះជួរនៅក្នុងកន្លែងនោះហើយមានអារម្មណ៍ថាមានអ្វីមួយដែលជិតស្និទ្ធនឹងការដឹងគុណគ្រាន់តែផុសឡើងនៅក្នុងទ្រូងរបស់ខ្ញុំដែលខ្ញុំមិនសម្រេចចិត្តមានអារម្មណ៍វាឡើយដូចជាមានអ្វីមួយនៅក្នុងខ្លួនខ្ញុំទទួលស្គាល់អ្វីដែលខ្ញុំកំពុងមើលហើយគ្រាន់តែឆ្លើយតបទៅវាដូចជាសម្រស់បានលូកដៃចូលទៅខាងក្នុងហើយទាញអ្វីមួយចេញមកខ្ញុំមិនដឹងថាខ្ញុំឈរនៅទីនោះយូរប៉ុណ្ណាទេគ្រាន់តែចង់ញ៉ាំវាប៉ុន្តែបន្ទាប់មកខ្ញុំចាប់ផ្ដើមកត់សម្គាល់ឃើញថាអ្វីកំពុងផ្លាស់ប្ដូរវាបានចាប់ផ្ដើមជាមួយនឹងពុកមានប្រព័ន្ធពុកនៅទូទាំងផែនដីប្រភេទដែលអ្នកអាចមើលឃើញពីរយៈកម្ពស់ខ្ពស់លំនាំវើយឺតទាំងនោះដែលមើលទៅទន់ភ្លន់និងស្ទើរតែជាសិល្បៈប៉ុន្តែទាំងនេះមិនបានធ្វើចលនាដូចពុកធម្មតាទេទាំងនេះកំពុងបង្កើនល្បឿនហើយពួកវាមិនមែនគ្រាន់តែជាប្រព័ន្ធព្យុះធម្មតានោះទេមានអ្វីមួយខុសប្លែកពីពួកគេពណ៌ខុសមិនមែនជាពណ៌ប្រភេទចាស់នៃព្យុះកូរ៉ុនទះទេជ្រៅជាងនេះទៅទៀតស្ទើរតែដូចជាពណ៌ត្រូវបានបង្ហូរចេញហើយជំនួសដោយអ្វីផ្សេងទៀតភាពងឹតដ៏ធ្ងន់មួយប្រភេទដែលហាក់ដូចជាទុកទម្ងន់ដូចជាពុកខ្លួនឯងកំពុងសង្កត់ចុះមកលើផែនដីពីខាងលើហើយពួកវាកំពុងលូតលាស់
ខ្ញុំបានមើលប្រព័ន្ធទាំងនេះពង្រីកនិងរួមបញ្ចូលគ្នាហើយខ្ញុំចាប់ផ្ដើមឃើញអ្វីដែលពួកគេកំពុងបង្កើតឡើងវាដូចជាការមើលរឿងជាច្រើនកើតឡើងក្នុងពេលតែមួយនៅក្នុងផ្នែកមួយនៃផែនដីខ្ញុំអាចមើលឃើញអ្វីដែលមើលទៅដូចជាមហាសមុទ្រចាប់ផ្ដើមមានឥរិយាបថចម្លែកទឹកបានហូរថយក្រោយពីឆ្នេរសមុទ្រដូចដែលវាធ្វើមុនពេលមានរលកយស៊ូណាមលើកលែងតែទំហំនៃវាគឺហួសពីអ្វីដែលជាប្រវត្តិសាស្ត្រនៅតំបន់មួយផ្សេងទៀតខ្ញុំបានមើលដីហាក់ដូចជារើចេញដូចជាដីកំពុងត្រូវបានរៀបចំឡើងវិញដោយអ្វីមួយនៅពីក្រោមវាយឺតគួរឲ្យខ្លាចនិងជៀសមិនរួចភ្លើងឆេះព្រៃនៅតំបន់មួយផ្សេងទៀតនៃពិភពលោកមិនមែនដូចជាភ្លើងឆេះព្រៃដែលស្ថិតនៅក្នុងព្រៃឬជម្រាលភ្នំនោះទេប៉ុន្តែជាអ្វីមួយដ៏ធំធេងជួរឈររបស់វាដូចជាផែនដីបានបើកហើយលើសពីអ្វីទាំងអស់គឺជាប្រព័ន្ធព្យុះនោះភាពងឹតដ៏ធំសម្បើមដែលវិលជុំវិញចងវាទាំងអស់ជាមួយគ្នារាលដាលពាសពេញមេឃដូចជាគម្របបិទពីលើអ្វីទាំងអស់ខ្ញុំចង់ប្រុងប្រយ័ត្ននៅទីនេះពីព្រោះខ្ញុំមិនចង់ប្រើភាសាដែលស្ដាប់ទៅដូចជាភាពយន្តឬដូចជាខ្ញុំកំពុងបំភ្លឺដើម្បីប្រសិទ្ធភាពនោះទេខ្ញុំកំពុងប្រាប់អ្នកពីអ្វីដែលខ្ញុំបានឃើញហើយអ្វីដែលខ្ញុំបានឃើញគឺជាប្រភេទរឿងដែលធ្វើឲ្យអ្នកយល់យ៉ាងច្បាស់អំពីអត្ថន័យពិតប្រាកដនៃពាក្យគ្រោះមហន្តរាយមិនមែនជាពាក្យដែលយើងប្រើដោយរលុងសម្រាប់រឿងដែលខុសនោះទេអត្ថន័យដើមប្រភេទរឿងដែលបញ្ចប់សម័យកាលមួយប្រភេទនៃរឿងដែលផ្លាស់ប្ដូររឿងរ៉ាវនៃពិភពលោកខ្ញុំត្រូវតែនិយាយវាឲ្យច្បាស់ខ្ញុំពិតជាមានអារម្មណ៍ភ័យខ្លាចពេលមើលវាមិនមែនភ័យស្លន់ស្លោមិនមែនភ័យស្លន់ស្លោទេប៉ុន្តែជាប្រភេទនៃការភ័យខ្លាចយ៉ាងជ្រាលជ្រៅនិងស្ងប់ស្ងាត់ប្រភេទដែលកើតឡើងនៅពេលដែលអ្នកយល់ពីទំហំនៃអ្វីដែលអ្នកកំពុងឃើញហើយអ្នកដឹងថាមនុស្សនៅទីនោះរាប់ពាន់លានអ្នកមិនដឹងថាមានអ្វីកំពុងរំកិលមករកពួកគេនោះទេខ្ញុំបានគិតអំពីមនុស្សទៅធ្វើការនៅព្រឹកនោះមនុស្សកំពុងឆុងកាហ្វេក្មេងនៅក្នុងថ្នាក់រៀននិងម្ដាយកំពុងដាក់កូនរបស់ពួកគេចូលគេងខ្ញុំបានគិតអំពីរបៀបដែលពិភពលោកមើលទៅធម្មតាពីខាងក្នុងគ្មាននរណាម្នាក់ភ្ញាក់ពីដំណេកដោយគិតថាថ្ងៃនេះជាថ្ងៃដែលអ្វីផ្លាស់ប្ដូរនោះទេហើយខ្ញុំបានឃើញវត្ថុនេះរំកិលមកផែនដីហើយខ្ញុំមានអារម្មណ៍សោកសៅដែលខ្ញុំរកពាក្យនិយាយមិនឃើញទុកព្រួយមួយដែលបានធ្លាក់មកលើខ្ញុំយ៉ាងជ្រៅហើយបន្ទាប់មកអ្វីទាំងអស់បានឈប់ខ្ញុំចង់មានន័យដូច្នោះតាមភ្លេងចិនៈប្រព័ន្ធព្យុះដែលបានបង្កើនល្បឿនបានផ្អាកមហាសមុទ្រដែលបាននឹងកំពុងដកថយបានទប់ភ្លើងឆេះដីដែលកំពុងរើបំរាស់ទាំងអស់នោះបានផ្អាកដូចជាមាននរណាម្នាក់បានចុចផ្អាកព្រឹត្តិការណ៍ទាំងមូលភាពងឹតនៅតែមាននៅទីនោះប៉ុន្តែវាមិនរើទេមេឃមើលទៅដូចជារូបថតមួយសន្លឹកហើយភាពស្ងៀមស្ងាត់ដែលកើតឡើងជាមួយវាមិនមែនជាភាពស្ងៀមស្ងាត់ធម្មតានៃបន្ទប់ស្ងាត់ឬពេលព្រឹកដ៏ស្ងប់ស្ងាត់នោះទេវាជារឿងមួយផ្សេងទៀតវាគឺជាភាពស្ងៀមស្ងាត់នៃអ្វីមួយដ៏ធំសម្បើមដែលកំពុងទប់ដង្ហើមរបស់វាហើយនៅក្នុងភាពស្ងៀមស្ងាត់នោះខ្ញុំបានដឹងអំពីវត្តមានមួយខ្ញុំមិនអាចប្រាប់អ្នកបានទេថាវាមើលទៅដូចអ្វីព្រោះវាមើលទៅមិនដូចអ្វីទាំងអស់វាមិនមែនជារូបដែលឈរក្បែរខ្ញុំទេវាមិនមែនជាសម្លេងដែលមកពីទីដើរណាមួយទេវាដូចជាវត្តមានមួយដែលហ៊ុំព័ទ្ធទីធ្លាទាំងមូលរបៀបដែលភាពកក់ក្ដៅបំពេញបន្ទប់ដោយអ្នកមិនអាចចង្អុលបង្ហាញថាវានៅទីណាបានប៉ុន្តែវាមិនត្រឹមតែក្ដៅទេវាធ្ងន់ណាស់វាមានសិទ្ធិអំណាចមួយដែលមិនដូចអ្វីដែលខ្ញុំធ្លាប់ជួបប្រទះពីមនុស្សណាម្នាក់ឡើយពេលមនុស្សនិយាយអំពីការកោតខ្លាចព្រះម្ចាស់ខ្ញុំបានយល់វានៅពេលនោះតាមរបៀបដែលខ្ញុំមិនធ្លាប់មានពីមុនមកពីការអានអំពីវាឬការស្ដាប់សេចក្តីអធិប្បាយអំពីវានេះមិនមែនជាភេរវកម្មទេវាមិនមែនជាការភ័យខ្លាចដែលអ្នកមានអារម្មណ៍នៅពេលដែលនរណាម្នាក់គំរាមកំហែងអ្នកនោះទេវាគឺជាការភ័យខ្លាចដែលអ្នកមានអារម្មណ៍នៅពេលដែលអ្នកយល់ភ្លាមអំពីទំហំនៃអ្វីមួយនៅពេលដែលអ្នកយល់ថាអ្នកស្ថិតនៅក្នុងវត្តមាននៃអ្វីមួយដែលមានមុនពេលអ្នកចាប់ផ្ដើមមុនពេលផែនដីមានមុនពេលអ្វីទាំងអស់មានហើយថាវាកាន់កាប់អ្វីទាំងអស់ខ្ញុំចង់មានន័យថាអ្វីទាំងអស់ខ្ញុំចង់មានន័យថាវាកាន់អាតូមកាយវិនាទីការសម្រេចចិត្តនិងរឿងរ៉ាវដ៏ធំធេងនិងឈឺចាប់របស់មនុស្សដ៏ស្រស់ស្អាតគួរឲ្យអស់សំណើចទាំងអស់នៅក្នុងដៃរបស់វាដូចទឹកនោះហើយជាអ្វីដែលខ្ញុំមានអារម្មណ៍ហើយខ្ញុំចង់ប្រាប់អ្នកថារួមជាមួយនឹងការភ័យខ្លាចនោះរួមជាមួយនឹងទម្ងន់នោះគឺជាសន្តិភាពដ៏ជ្រាលជ្រៅបំផុតដែលខ្ញុំធ្លាប់ជួបប្រទះក្នុងជីវិតរបស់ខ្ញុំទាំងពីរក្នុងពេលតែមួយខ្ញុំមិនដឹងពន្យល់វាដោយរបៀបណាទេក្រៅពីនិយាយថាវាមិនមែនជាភាពផ្ទុយគ្នានោះទេពួកគេសុទ្ធតែធ្លាប់ជួបប្រទះរឿងដូចគ្នាពីទីដៅពីរសន្តិភាពនោះជ្រៅណាស់ស្ទើរតែទ្រាំទ្រមិនបានវាគឺជាសន្តិភាពនៃការដឹងថាអ្នកត្រូវបានគេស្គាល់មិនស្គាល់អ្នកដូចមិត្តភ័ក្តិរបស់អ្នកឬក្រុមគ្រួសាររបស់អ្នកស្គាល់អ្នកទេប៉ុន្តែត្រូវបានគេស្គាល់ទាំងស្រុង
គ្រប់ជ្រុងងឹតរាល់ការបរាជ័យរាល់ព្រឹកអ្នកភ្ញាក់ពីដំណេកហើយមានអារម្មណ៍តិចជាងអ្វីដែលអ្នកគួរតែមានរាល់ការអធិស្ឋានដែលអ្នកបាននិយាយពាក់កណ្ដាលចិត្តរាល់ពេលដែលអ្នកជ្រើសរើសការលួងលោមជាភាពក្លាហានអ្វីទាំងអស់ត្រូវបានដឹងអ្វីទាំងអស់ត្រូវបានឃើញហើយគ្មានអ្វីដែលជាទីបញ្ចប់នៃរឿងនោះទេសេចក្តីស្រឡាញ់នៅក្នុងវត្តមាននោះមិនមែនជាសេចក្តីស្រឡាញ់ប្រភេទដែលមើលរំលងរបស់របរនោះទេវាគឺជាប្រភេទនៃសេចក្តីស្រឡាញ់ដែលមើលឃើញអ្វីគ្រប់យ៉ាងហើយជ្រើសរើសអ្នកហើយការជ្រើសរើសនោះមិនមែនជារឿងតូចតាចនោះទេវាជារឿងធំបំផុតនៅទីនោះខ្ញុំកំពុងយំខ្ញុំមិនដឹងថាខ្ញុំចាប់ផ្ដើមពេលណាទេប៉ុន្តែខ្ញុំកំពុងយំហើយវាមិនមានអារម្មណ៍ដូចជាទុកព្រួយនោះទេវាមានអារម្មណ៍ដូចជាការដោះលែងដូចជាអ្វីមួយដែលខ្ញុំបានកាន់អស់រយៈពេល44ឆ្នាំទីបំផុតត្រូវបានដាក់ចុះហើយបន្ទាប់មកសារបានមកដល់ខ្ញុំនិយាយថាសារប៉ុន្តែវាមិនមែនជាពាក្យដែលបានបញ្ជូនតាមលំដាប់លំដោយដូចដែលខ្ញុំកំពុងបញ្ជូនពាក្យទៅកាន់អ្នកឥឡូវនេះទេវាដូចជាការយល់ដឹងត្រូវបានដាក់នៅក្នុងខ្លួនខ្ញុំទាំងអស់ក្នុងពេលតែមួយដូចជាអ្នកចាក់ទឹកចូលក្នុងកែវឲ្យបានពេញលេញអីចឹងប៉ុន្តែខ្ញុំនឹងប្រាប់វាជាពាក្យសម្ដីទៅអ្នកព្រោះនោះជាអ្វីទាំងអស់ដែលខ្ញុំមានអ្វីដែលខ្ញុំបានយល់គឺនេះអ្វីដែលខ្ញុំត្រូវបានបង្ហាញមិនមែនជារឿងប្រឌិតទេវាមិនមែនជានិមិត្តរូបឬពាក្យប្រៀបធៀបឬជាឧទាហរណ៍ខាងវិញ្ញាណនោះទេវាជាការពិតព្រឹត្តិការណ៍ដែលខ្ញុំបានឃើញកំពុងខិតជិតមកដល់គឺជារឿងពិតពួកគេមិនចាំបាច់ត្រូវបានចងភ្ជាប់ទៅនឹងការបរិច្ឆេទជាក់លាក់ណាមួយឬលំដាប់ជាក់លាក់ណាមួយនោះទេប៉ុន្តែពួកគេនឹងមកដល់ផែនដីបានរំកិលឆ្ពោះទៅរកចំណុចប្រសពគ្នាអស់រយៈពេលយូរមកហើយការបង្រួបបង្រួមនោះមិនឆ្ងាយប៉ុន្មានទេមិនមែនតាមរបៀបដែលមនុស្សបាននិយាយអស់ជាច្រើនសតវត្សមកហើយថាទីបញ្ចប់ជិតមកដល់ហើយដូចជាឃ្លាខាងវិញ្ញាណមួយប្រភេទនោះទេខ្ញុំចង់មានន័យថាក្នុងន័យបន្ទាន់និងបន្ទាន់អ្វីដែលខ្ញុំបានឃើញគឺនៅចិត្តប៉ុន្តែខ្ញុំក៏ត្រូវបានបង្ហាញផងដែរថាការផ្អាកនោះក៏ជាការពិតដែរពេលដែលអ្វីទាំងអស់ឈប់មិនមែនគ្រាន់តែជាឧបករណ៍ដែលមើលឃើញនោះទេវាគឺជាអត្ថន័យនៃរឿងទាំងមូលមានការផ្អាកមួយនៅក្នុងអ្វីដែលនឹងមកដល់បង្អួចមួយសេចក្តីមេត្តាករុណាដែលបានបង្កើតឡើងនៅក្នុងបន្ទាត់ពេលវេលាដែលមិនស្ថិតស្ថេរជារៀងរហូតប៉ុន្តែវាជាការពិតនិងមានវត្តមាននៅពេលនេះហើយគោលបំណងនៃការផ្អាកនេះគឺជាការអញ្ជើញនោះជាពាក្យតែមួយគត់ដែលបន្តកើនឡើងនៅក្នុងខ្ញុំការអញ្ជើញទ្វារនៅតែបើកចំបង្អួចនៅតែបើកចំនៅតែមានពេលវេលាសម្រាប់មនុស្សងាកមកមិនមែនឲ្យបត់ដោយចៃដន្យទេមិនមែនដើម្បីបន្ថែមព្រះទៅក្នុងជីវិតរបស់ពួកគេដោយដែលអ្នកបន្ថែមសេវាកម្មជាមនុស្សទេប៉ុន្តែដើម្បីងាកមករកពួកគេវិញដើម្បីវិលត្រឡប់មកវិញដើម្បីលះបង់អ្វីដែលពួកគេធ្លាប់កាន់ហើយត្រឡប់មករកអ្វីដែលពួកគេត្រូវបានបង្កើតឡើងសម្រាប់ហើយខ្ញុំយល់ថានេះមិនមែនជាសារថ្មីទេនេះមិនមែនជាវិវរណៈដែលគ្មាននរណាម្នាក់ធ្លាប់បានឮពីមុនមកនោះទេនេះជាសារចាស់បំផុតដែលមានវាគឺជាសារដែលត្រូវបាននិយាយតាមរយៈគ្រប់ជំនាន់ព្យាការីគ្រប់រូបមនុស្សគ្រប់រូបដែលធ្លាប់ក្រោកឈរឡើងជាមួយនឹងភ្លើងនៅក្នុងទ្រូងរបស់ពួកគេហើយប្រាប់មនុស្សនៅជុំវិញពួកគេឲ្យភ្ញាក់ឡើងសារនោះមិនដែលផ្លាស់ប្ដូរឡើយអ្វីដែលខ្ញុំត្រូវបានផ្ដល់ឲ្យមិនមែនជាខ្លឹមសារថ្មីទេប៉ុន្តែជាភាពបន្ទាន់ថ្មីភាពបន្ទាន់របស់នរណាម្នាក់ដែលបានឃើញអ្វីដែលនៅម្ខាងទៀតនៃការផ្អាកហើយដឹងថាការផ្អាកនឹងមិនស្ថិតស្ថេរហើយស្រឡាញ់មនុស្សនៅក្នុងបង្អួចជាមួយនឹងអ្វីគ្រប់យ៉ាងដែលពួកគេមានខ្ញុំបានមានអារម្មណ៍ថាស្នេហានោះខ្ញុំចង់ធ្វើឲ្យប្រកាសថាខ្ញុំនិយាយវាឲ្យច្បាស់ខ្ញុំមានអារម្មណ៍ថាមានសេចក្តីស្រឡាញ់នៅពីក្រោយភាពបន្ទាន់នោះនេះមិនមែនជាសារដែលត្រូវបានផ្ដល់ឲ្យដោយកំហឹងនោះទេនេះមិនមែនជាព្រះដែលទតមើលមនុស្សជាតិដោយការមើលងាយឬការខកចិត្តឬការពេញចិត្តដោយត្រជាក់របស់នរណាម្នាក់ដែលនិយាយថាពួកខ្ញុំបានប្រាប់អ្នកហើយពីនោះទេអ្វីដែលខ្ញុំមានអារម្មណ៍នៅពីក្រោយសារនេះគឺទុក្ខសោកដែលនឹងធ្វើឲ្យអ្នកបាក់ទឹកចិត្តប្រសិនបើអ្នកមានអារម្មណ៍វាទាំងស្រុងទុក្ខព្រួយរបស់ឪពុកម្នាក់ពេលឃើញកូនដើរទៅរកអ្វីដែលគួរឲ្យភ័យខ្លាចទុក្ខសោកនៃស្នេហាដែលសុខចិត្តលះបង់អ្នកទាំងស្រុងហើយត្រូវបានរំលាយទាំងស្រុងដោយការពិតដែលថាអ្នកកំពុងចាក់ចេញមានទុក្ខព្រួយនៅក្នុងខ្លឹមសារនៃការផ្អាកនោះដូចជាការផ្អាកខ្លួនឯងគឺជាទង្វើនៃទុក្ខព្រួយដូចជាការទប់អ្វីដែលនឹងមកដល់ត្រូវចំណាយអ្វីមួយខ្ញុំមិនដឹងថាខ្ញុំត្រូវបានឃុំខ្លួននៅក្នុងកន្លែងនោះរយៈពេលប៉ុន្មានទេវាមានអារម្មណ៍ដូចជាយូរណាស់វាក៏មានអារម្មណ៍ថាគ្មានពេលតតែសោះពេលវេលាមិនបានដំណើរការដូចធម្មតាទេប៉ុន្តែបន្ទាប់មកមានរឿងមួយទៀតបានកើតឡើងដែលខ្ញុំមិនបានត្រៀមខ្លួននៅកណ្ដាលសន្តិភាពនោះនៅកណ្ដាលវត្តមាននោះខ្ញុំចាប់ផ្ដើមឃើញមនុស្សមិនមែនតាមរបៀបដែលខ្ញុំបានឃើញផែនដីពីខាងលើជាមួយនឹងចម្ងាយនិងមាត្រដ្ឋានរបស់វាទាំងអស់នោះទេខ្ញុំចាប់ផ្ដើមឃើញមនុស្សម្នាក់មុខមាត់មុខធម្មតាបុរសស្ត្រីនិងយុវជនមុខមាត់មកពីគ្រប់ទីនៃពិភពលោកគ្រប់ប្រភេទមនុស្ស
ហើយពួកគេបានដើរលើជីវិតរបស់ពួកគេពួកគេកំពុងធ្វើការសាយឆ្លុះប្រកែកគ្នាញ៉ាំអាហាររមូរមើលទូរស័ព្ទអង្គុយក្នុងចរាចរណ៍ដេកលើគ្រែមន្ទីរពេទ្យនិងអង្គុយស្ងៀមស្ងាត់ក្នុងបន្ទប់ដែលពួកគេមិនចង់នៅគ្រាន់តែរស់នៅដើម្បីព្យាយាមឆ្លងកាត់ថ្ងៃមួយទៀតហើយខ្ញុំបានមើលវត្តមានកំពុងសម្លឹងមើលពួកគេខ្ញុំមិនដឹងថាត្រូវនិយាយវាដោយរបៀបណាទៀតទេខ្ញុំបានមើលវត្តមានដែលនៅជុំវិញខ្ញុំសម្លឹងមើលមនុស្សទាំងនេះហើយអ្វីដែលខ្ញុំមានអារម្មណ៍ថាកើតចេញពីទស្សនៈនោះមិនមែនជាការវិនិច្ឆ័យទេខ្ញុំចង់និយាយរឿងនោះឲ្យខ្លាំងតាមដែលអាចធ្វើទៅបានពីព្រោះខ្ញុំគិតថាមនុស្សមានរូបភាពនៅក្នុងចិត្តរបស់ពួកគេអំពីព្រះមួយអង្គដែលភាគច្រើនខកចិត្តហើយភាគច្រើនស្វែងរកហេតុផលដើម្បីថ្កោលទោសអ្វីដែលខ្ញុំមានអារម្មណ៍នៅពេលដែលវត្តមាននោះសម្លឹងមើលមុខបុគ្គលទាំងនោះគឺជាសេចក្តីស្រឡាញ់ដ៏ជាក់លាក់និងផ្ទាល់ខ្លួនរហូតដល់វាមានអារម្មណ៍ស្ទើរតែមិនប្រុងប្រយ័ត្នដូចជាស្នេហាដែលគ្មានការការពារជុំវិញវាស្នេហាដែលបើកចំហទាំងស្រុងចំពោះការរងទុក្ខដោយមនុស្សដែលវាកំពុងសម្លឹងមើលស្នេហាដែលស្គាល់មនុស្សគ្រប់រូបតាមឈ្មោះតាមប្រវត្តិនិងតាមកន្លែងជ្រៅបំផុតនៅក្នុងពួកគេដែលពួកគេមិនធ្លាប់បង្ហាញនរណាម្នាក់ហើយស្រឡាញ់ពួកគេយ៉ាងពិតប្រាកដនៅទីនោះក្នុងកន្លែងទាំងនោះហើយទុកព្រួយម្ដងទៀតទុកព្រួយរបស់នរណាម្នាក់ដែលស្រឡាញ់ជាពិសេសពេលមើលមនុស្សដែលមិនដឹងថាពួកគេត្រូវបានគេស្រឡាញ់បែបនោះមើលមនុស្សបំពេញចន្លោះដែលស្នេហានោះជាកម្មសិទ្ធិដោយអ្វីគ្រប់យ៉ាងលើកលែងតែរបស់ដែលសមគ្នាមើលមនុស្សវង្វេងនៅក្នុងសម្លេងនៃជីវិតរបស់ពួកគេរហូតដល់ពួកគេមិនអាចជឿសម្លេងហៅពួកគេនៅក្រោមវាទាំងអស់ខ្ញុំត្រូវបានគេបំផ្លាញទាំងស្រុងខ្ញុំចង់មានន័យថាខ្ញុំត្រូវបានបំផ្លាញទាំងស្រុងប្រសិនបើខ្ញុំមានការការពារណាមួយដែលនៅសល់មុនពេលនោះខ្ញុំនឹងគ្មានអ្វីនៅសល់ពីការការពារនោះឡើយខ្ញុំទើបតែបើកចំហគ្រាន់តែប្រេះបែកដូចជាអ្វីមួយដែលបានព្យាយាមខ្លាំងពេកអស់រយៈពេលយូរពេកដើម្បីរក្សារាងរបស់វា Does your bank still make you wait for every international transfer? Transfers are slow, ក្នុង expensive. ស្ថានភាពនោះខ្ញុំបាននឿឬមានអារម្មណ៍ឬទទួលបានរឿងសាមញ្ញមួយវាស្ទើរតែដូចជាត្រូវបានផ្ដល់ភារកិច្ចមួយមិនមែនតាមរបៀបរដ្ឋបាលឬត្រជាក់ទេតាមរបៀបដែលនរណាម្នាក់ដែលស្រឡាញ់អ្នកសុំឲ្យអ្នកយកអ្វីមួយដែលសំខាន់សម្រាប់ពួកគេផ្ទាល់ខ្លួនក្នុងការទុកចិត្តវាគឺជារឿងនេះត្រឡប់ទៅវិញត្រឡប់ទៅប្រាប់មនុស្សវិញថានៅមានពេលប្រាប់ពួកគេថាទ្វារនៅតែបើកចំប្រាប់ពួកគេពីអ្វីដែលអ្នកបានឃើញប៉ុន្តែលើសពីអ្វីដែលអ្នកបានឃើញចូលប្រាប់ពួកគេពីអ្វីដែលអ្នកមានអារម្មណ៍ប្រាប់ពួកគេអំពីសេចក្តីស្រឡាញ់នៅពីក្រោយការព្រមានប្រាប់ពួកគេថាព្រះដែលពួកគេធ្លាប់បាននៅអំពីប៉ុន្តែប្រហែលជាធ្លាប់បានជួបពីចម្ងាយមិនមែនជាព្រះដែលនៅឆ្ងាយនោះទេប្រាប់ពួកគេថាភាពបន្ទាន់គឺជាការពិតប៉ុន្តែការអញ្ជើញក៏ដូចគ្នាដែរហើយការអញ្ជើញគឺជាពាក្យធំជាងប្រាប់ពួកគេផងខណៈពេលដែលនៅមានពេលប្រាប់ពួកគេខ្ញុំមានអារម្មណ៍ថាទម្ងន់បានធ្លាក់មកលើទ្រូងរបស់ខ្ញុំដោយដែលការទទួលខុសត្រូវពិតប្រាកដមួយមានមិនធ្ងន់តាមរបៀបដ៏គួរឲ្យរន្ធត់ទេធ្ងន់ដូចអ្វីដែលមានន័យដែរខ្ញុំយល់ថាខ្ញុំមិនត្រូវបានស្នើសុំឲ្យធ្វើរឿងនេះឲ្យល្អឥតខ្ចោះនោះទេខ្ញុំមិនត្រូវបានតែងតាំងទេពីព្រោះខ្ញុំជាមនុស្សដែលមានសមត្ថភាពបំផុតខ្ញុំត្រូវបានគេសួរដូចអ្នកសួរអ្នកដែលស្ថិតនៅកន្លែងត្រឹមត្រូវនិងពេលវេលាត្រឹមត្រូវខ្ញុំគ្រាន់តែជាម៉ាក់ខ្ញុំគ្រាន់តែជាបុរសម្នាក់ដែលបានដេកនៅរសៀលថ្ងៃប្រហ័សដើម្បីសម្រាកភ្នែករបស់គាត់ហើយឥឡូវនេះខ្ញុំបានឃើញអ្វីមួយហើយការឃើញនោះមានន័យថាខ្ញុំមានទំនួលខុសត្រូវចំពោះការប្រាប់ខ្ញុំបានត្រឡប់មកវិញយឺតមិនមែនដោយការភ្ញាក់ផ្អើលដូចដែលមនុស្សពេលខ្លះពណ៌នាអំពីការត្រឡប់មកវិញពីអ្វីមួយនោះទេវាដូចជាទឹកសមុទ្រកំពុងរលត់ទៅយឺតវត្តមានខ្លាយជាអ្វីមួយដែលខ្ញុំអាចមានអារម្មណ៍ថាកំពុងស្រកទៅវិញជាងការនៅជុំវិញខ្លួនរូបភាពនៃមេឃដែលផ្អាកនោះនិងផែនដីដែលព្យួរនោះរសាត់បាត់ទៅដូចជាពន្លឺចុងក្រោយនៃថ្ងៃហើយបន្ទាប់មកខ្ញុំគ្រាន់តែនៅក្នុងបន្ទប់របស់ខ្ញុំដេកនៅទីនោះជាមួយនឹងពន្លឺរសៀលដែលចាំងចូលតាមវាំងនន់និងសំឡេងផ្លូវនៅខាងក្រៅហើយអ្វីទាំងអស់គឺធម្មតាទាំងស្រុងខ្ញុំដេកនៅទីនោះយូរដោយមិនរើខ្ញុំគិតថាខ្ញុំខ្លាចថាប្រសិនបើខ្ញុំធ្វើចលនាលឿនពេកវានឹងបាក់អ្វីមួយដូចជារបៀបដែលអ្នកនៅស្ងៀមនៅពេលដែលអ្នកមានមេអំបៅនៅលើដៃរបស់អ្នកពីព្រោះអ្នកដឹងថាចលនាខុសបន្តិចបន្តួចនឹងធ្វើឲ្យវាបាត់ទៅវិញខ្ញុំមិនចង់បាត់បង់អារម្មណ៍នោះទេខ្ញុំមិនចង់បាត់បង់ភាពច្បាស់លាស់នោះទេខ្ញុំបន្តគិតអំពីមុខទាំងនោះមុខធម្មតារបស់មនុស្សសាមញ្ញដែលកំពុងព្យាយាមឆ្លងកាត់ថ្ងៃរបស់ពួកគេចូលចិត្តវាជាពិសេសបានទូរស័ព្ទទៅសួរជាបន្ទាន់ហើយភាគច្រើនពួកគេមិនដឹងអ្វីទាំងអស់ខ្ញុំបានញំអស់រយៈពេលយូរខ្ញុំចង់និយាយដោយស្មោះត្រង់អំពីរឿងនោះបុរសពេញវ័យមិននិយាយអំពីការយំទេប៉ុន្តែខ្ញុំកំពុងប្រាប់អ្នកថាខ្ញុំយំតាមរបៀបដែលខ្ញុំមិនបានយំតាំងពីខ្ញុំនៅក្មេងមកម្លេះមិនមែនសោកសៅទេគ្រាន់តែបើកចិត្តឲ្យទូលាយគ្រាន់តែជាការពិតតាមរបៀបមួយដែលខ្ញុំមិនធ្លាប់ជាមនុស្សពិតយូរមកហើយ
ពេលខ្ញុំក្រោកឡើងហើយទៅបង្អួចហើយមើលទៅខាងក្រៅផ្លូវមើលឡានអ្នកជិតខាងមើលក្មេងជិះកង់តាមចិញ្ចើមផ្លូវមើលពិភពលោកធម្មតាដែលមិនផ្លាស់ប្ដូរមានអ្វីមួយនៅក្នុងខ្លួនខ្ញុំបានផ្លាស់ប្ដូរដែលខ្ញុំដឹងនៅពេលត្រឡប់ទៅវិញមិនមែនតាមរបៀបដ៏អស្ចារ្យនោះទេមិនមែនដូចជាខ្ញុំបានក្លាយជាមនុស្សផ្សេងដែលមានបុគ្គលិកលក្ខណៈនិងគំនិតខុសគ្នានោះទេដូចជាអ្វីមួយដែលខុសប្រក្រតីបន្តិចបន្តួចពេញមួយជីវិតរបស់ខ្ញុំត្រូវបានតម្រង់ឲ្យត្រង់ដូចជាសុំរូបភាពដែលអ្នកគិតចង់ជួសជុលជានិច្ចហើយថ្ងៃណាមួយមាននរណាម្នាក់ជួសជុលវាហើយអ្នកនឹងដឹងថាភាពរញ៉េញ៉ៃនេះបានរំខានអ្នកប៉ុណ្ណាដោយអ្នកមិនដឹងខ្លួនភាពបន្ទាន់គឺនៅទីនោះវាមិនបានចាក់ចេញពីខ្ញុំតាំងពីពេលនោះមកប៉ុន្តែសន្តិភាពក៏នៅទីនោះដែរហើយអ្វីដែលខ្ញុំបានរៀនពីបទពិសោធន៍នោះគឺថារឿងពីរយ៉ាងគឺភាពបន្ទាន់និងសន្តិភាពមិនមែនជារឿងផ្ទុយគ្នាទេនៅពេលដែលវាមកពីប្រភពតែមួយនៅពេលដែលភាពបន្ទាន់កើតចេញពីសេចក្តីស្រឡាញ់និងសន្តិភាពកើតចេញពីការដឹងថាអ្នកណាជាអ្នកទទួលផលនោះពួកវាអាចមាននៅក្នុងអ្នកក្នុងពេលដំណើរគ្នាពួកវាមាននៅក្នុងខ្ញុំក្នុងពេលដំណើរគ្នាជារៀងរាល់ថ្ងៃចាប់តាំងពីសៀលថ្ងៃប្រវត្តិនោះខ្ញុំកំពុងប្រាប់អ្នកអំពីរឿងនេះពីព្រោះខ្ញុំត្រូវបានគេប្រាប់ឲ្យប្រាប់អ្នកអំពីរឿងនេះមិនមែនដោយសារតែខ្ញុំមានអ្វីដើម្បីផ្ដល់ជូនអ្នកលើសពីអ្វីដែលខ្ញុំបានឃើញនិងអ្វីដែលខ្ញុំមានអារម្មណ៍និងអ្វីដែលត្រូវបានប្រទានមកខ្ញុំដើម្បីយកទៅអនុវត្តនោះទេខ្ញុំមិនចាប់ផ្ដើមប្រសួងទេខ្ញុំមិនសុំឲ្យអ្នកដើរតាមខ្ញុំទៅណាទេខ្ញុំគ្រាន់តែជាម៉ាក់ហើយម៉ាក់បានឃើញអ្វីមួយហើយម៉ាក់ត្រូវបានស្នើសុំឲ្យនិយាយវាដូច្នេះខ្ញុំកំពុងនិយាយវាការផ្អាកមួយផ្លែតគឺពិតប្រាកដនៅពេលនេះថ្ងៃនេះនៅពេលអ្នកអានរឿងនេះការផ្អាកគឺជាការពិតបង្អួចបើកចំទ្វារបើកចំស្នេហាដែលកំពុងសម្លឹងមើលមុខទាំងនោះកំពុងសម្លឹងមើលមុខរបស់អ្នកនៅពេលនេះហើយវាមិនមើលទៅដោយការថ្កោលទោសទេហើយវាមិនមើលទៅដោយប្រងើយកន្តើយទេហើយវាមិនមែនរងចាំអ្នករៀបចំជីវិតរបស់អ្នកឡើងវិញមុនពេលវានឹងទទួលយកអ្នកនោះទេវាកំពុងសម្លឹងមើលអ្នកដូចដែលវាកំពុងសម្លឹងមើលមុខនីមួយដែលខ្ញុំបានឃើញនៅកន្លែងនោះដោយសេចក្តីស្រឡាញ់ដ៏ជាក់លាក់និងពេញលេញដែលប្រសិនបើអ្នកអាចមានអារម្មណ៍វាសំបីតែមួយវិនាទីវានឹងបំផ្លាញអ្នកដូចដែលវាបានបំផ្លាញខ្ញុំដែរប៉ុន្តែខ្ញុំក៏ត្រូវប្រាប់អ្នកពីអ្វីដែលខ្ញុំបានឃើញមុនពេលអ្វីឈប់ដំណើរការដែរព្រោះវានឹងជាការមិនស្មោះត្រង់អ្វីដែលកំពុងខិតជិតមកដល់គឺជាការពិតការផ្អាកមានពិតប៉ុន្តែការផ្អាកនេះមានទីបញ្ចប់បង្អួចនីមួយបិទនៅទីបំផុតទ្វារណាមួយដែលបើកអាចបិទបានហើយខ្ញុំមិនអាចប្រាប់អ្នកពីថ្ងៃឬម៉ោងនោះទេហើយខ្ញុំនឹងមិនធ្វើទេប្រសិនបើខ្ញុំអាចធ្វើបានពីព្រោះនោះមិនមែនជារបៀបដែលវាដំណើរការនោះទេហើយវាមិនដែលជារបៀបដែលវាដំណើរការនោះទេប៉ុន្តែខ្ញុំអាចប្រាប់អ្នកពីអារម្មណ៍របស់ខ្ញុំនៅក្នុងវត្តមាននោះនៅពេលដែលវាសម្លឹងមើលអ្វីដែលនឹងមកដល់ហើយបន្ទាប់មកសម្លឹងមើលមនុស្សនៅក្នុងបង្អួចខ្ញុំអាចប្រាប់អ្នកថាអារម្មណ៍នោះគឺជាអារម្មណ៍នៃពេលវេលាដ៏ខ្លីមិនមែនថ្ងៃណាមួយខ្លីទេទីបំផុតមិនខ្លីទេខ្លីបែបដែលធ្វើឲ្យអ្នកចង់ចាប់ស្មាមនុស្សដែលអ្នកស្រឡាញ់ហើយនិយាយថាស្ដាប់ខ្ញុំត្រូវការឲ្យអ្នករឿងនេះមានរឿងមួយដែលខ្ញុំត្រូវប្រាប់អ្នកដូច្នេះនេះគឺជាខ្ញុំដែលចាប់ស្មាអ្នកមិនមែនខ្លាចទេគឺស្រឡាញ់ពីព្រោះនោះជាកន្លែងដែលរឿងនេះមកពីរាល់ពាក្យទាំងនេះបានមកពីសេចក្តីស្រឡាញ់ដែលខ្ញុំមានអារម្មណ៍នៅលើមេឃដែលឈប់ស្ងៀមនោះនៅពីលើផែនដីដែលឈប់ស្ងៀមនោះជាមួយនឹងវត្តមាននោះនៅជុំវិញខ្ញុំនិងមុខទាំងនោះនៅពីមុខខ្ញុំព្រមទាំងទុកព្រួយនៅក្រោមអ្វីទាំងអស់ដែលជាទុកព្រួយនៃសេចក្តីស្រឡាញ់ដែលមិនចង់បាត់បង់សូម្បីតែមួយញៀកនោះគឺជាពាក្យគ្រាន់តែញៀកពីទីដល់ណាដែលអ្នកបានបែរមុខមកហើយបែរមុខទៅទីផ្សេងអ្នកមិនចាំបាច់ឲ្យវាយល់ច្បាស់ទេអ្នកមិនចាំបាច់ត្រូវបានសម្អាតឬមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬប្រកបប្រជាឬស័ក្តិសមនោះទេគ្មានអ្វីមួយក្នុងចំណោមនោះជាតម្រូវការនោះទេតម្រូវការតែងតែមានត្រឹមតែប៉ុណ្ណឹងងាកហើយបោះជំហានមួយរួចបោះជំហានមួយទៀតស្នេហានៅខាងទៀតនៃការងាកនោះមិនមែនជាអ្វីដែលអ្នកគិតនោះទេវាធំជាងអ្វីដែលអ្នកគិតវាផ្ទាល់ខ្លួនជាងអ្វីដែលអ្នកគិតវាមានឆន្ទៈជាងអ្វីដែលអ្នកគិតនៅមានពេលវេលាសូមអរគុណសម្រាប់ការស្ដាប់ប្រសិនបើទីបន្ទាល់នេះបានប្រទានពរដល់អ្នកសូមកុំរំលងដោយមិនចុចមេដៃលើវីដេអូនេះដូចគ្នានេះដែរសូមចែករំលែកវីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកដើម្បីឲ្យពួកគេបានដឹងអំពីទីបន្ទាល់នេះប្រសិនបើអ្នកចង់ទទួលបានសក្ខីកម្មប្រភេទនេះដែលនឹងបន្តតាមដាននោះអ្នកត្រូវជៀស Channel នេះដើម្បីកុំឲ្យអ្នកខកខានវីដេអូនាពេលអនាគតណាមួយដែលនឹងត្រូវបានបង្ហោះនៅទីនេះរក្សាបាននៅ